សួស្តីបងប្អូនថ្នាក់ទី12ថ្មីស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងថ្ងៃនេះយើងមកសិក្សាមេរៀនថ្មីគឺជាមេរៀនទី2ច្បាប់ទី1 thermodynamic បាទអញ្ចឹងយើងមកមើលទាំងអស់គ្នាណាបាទអញ្ចឹងចំណុចទី1លោកគ្រូចង់ឲ្យបងប្អូនស្គាល់ពាក្យថាអ្វីជាប្រព័ន្ធបាទចំណុចទី1គឺប្រព័ន្ធណាបាទអញ្ចឹងលេខ1តូចគឺប្រព័ន្ធភាពនៃប្រព័ន្ធអញ្ចឹងឧទាហរណ៍ថាលោកគ្រូមានឧស្ម័ន G1 ចុះដាក់នៅក្នុងធុងបិទចិត្តណាបាទអញ្ចឹងនៅពេលដែលយើងនិយាយអំពីឧស្ម័ន G ហ្នឹងបាទហ្គាស G ហ្គាសបាទយើងនិយាយតែពីវាទេយើងអត់និយាយផ្សេងទេណាធុងក៏យើងអត់និយាយខ្យល់ខាងក្រៅនេះក៏យើងអត់និយាយដែរអញ្ចឹងយើងនិយាយតែឧស្ម័ន G ទេអញ្ចឹងក្រៅពីឧស្ម័ន G យើងអត់និយាយទេគឺយើងអត់និយាយពីវាឬក៏លើកពីវាទេអញ្ចឹងគេថាឧស្ម័ន G ហ្នឹងជាប្រព័ន្ធបាទរីឯអ្វីផ្សេងក្រៅពីឧស្ម័ន G ហ្នឹងបាទដែលស្ថិតនៅខាងក្រៅហ្នឹងអ្វីដែលស្ថិតនៅខាងក្រៅហ្នឹងវាជាមជ្ឈដ្ឋានក្រៅបាទអញ្ចឹងតើអ្វីជាប្រព័ន្ធអ្វីជាមជ្ឈដ្ឋានក្រៅបាទអញ្ចឹងប្រព័ន្ធគេថាប្រព័ន្ធជាវត្ថុឬសំណុំវត្ថុបាទអញ្ចឹងឧស្ម័ន G ហ្នឹងវត្ថុអីបាទអង្គធាតុទាំងឡាយណាដែលមានម៉ាស់និងមានតាំងនៅក្នុងលំហយើងអាចហៅវាថាជីវត្ថុបានហើយបាទអញ្ចឹងឧស្ម័ន G វាជាប្រព័ន្ធជាវត្ថុឬសំណុំវត្ថុដែលគេលើកយកមកផ្លេចកបាទផ្លេចកណាសិក្សាធៀបនឹងមជ្ឈដ្ឋានក្រៅបាទមជ្ឈដ្ឋានក្រៅបាទកអញ្ចឹងសារថ្មីប្រព័ន្ធជាវត្ថុឬក៏សំណុំវត្ថុដែលគេលើកយកមកសិក្សាធៀបនឹងមជ្ឈដ្ឋានខាងក្រៅនៅជុំវិញវានឹងបាទចុះអ្វីទៅជាមជ្ឈដ្ឋានក្រៅជាវត្ថុឬសំណុំវត្ថុដែលនៅជុំវិញប្រព័ន្ធឧស្ម័ន G នៅក្នុងអញ្ចឹងប៉ាត់ជុំវិញប្រព័ន្ធគឺមានន័យថាមានធុងមានខ្យល់ខាងក្រៅទៀតបើមានមនុស្សនៅក្បែរធុងនឹងទៀតមនុស្សក៏ជាមជ្ឈដ្ឋានក្រៅដែរមានន័យអញ្ចឹងណាបាទអញ្ចឹងយើងមើលចំណុចទី2តូចបាទភាពនៃប្រព័ន្ធតើអ្វីជាភាពនៃប្រព័ន្ធអញ្ចឹងឧទាហរណ៍ឧស្ម័ន G ដដែលហ្នឹងនៅក្នុងឧស្ម័ន G ហ្នឹងវាមានចំនួនម៉ូលវាមានម៉ាស់ឧស្ម័នវាមានមាត្រឧស្ម័នមានសម្ពាធឧស្ម័នដែលមានទៅលើផ្ទៃធុងមានសីតុណ្ហភាពនៅក្នុងធុងនឹងមានសីតុណ្ហភាពប្រមាណឧស្ម័នមានសីតុណ្ហភាពប៉ុណ្ណឹងដែរបាទអញ្ចឹងនៅពេលដែលឧស្ម័ន G នឹងមានអស់ហ្នឹងអាហ្នឹងយើងអត់តន់ហៅថាភាពនៃប្រព័ន្ធទេបាទមានចំនួនម៉ូលមានម៉ាស់មានមាត្រមានសម្ពាធមានសីតុណ្ហភាពហ្នឹងមិនតន់ភាពនៃប្រព័ន្ធទេតើឡើយយើងដឹងថាចំនួនម៉ូលប្រមាណបាទចំនួនម៉ូលថាចំនួនម៉ូលបាទ0.2 ម៉ូលចុះបាទអីទៀតមានម៉ាស់ប៉ុន្មានបាទ1ក្រាមមានមាត្រប៉ុន្មានបាទ3 ដេស៊ីម៉ែត្រគីបមានប៉ុន្មានមានសម្ពាធប៉ុន្មានបាទ2អាត់ម៉ូស្ហ្វែរអញ្ចឹងទៅមានសីតុណ្ហភាពប៉ុន្មានមានសីតុណ្ហភាព300 កែលវិនទាំងចុះបាទនេះអាអស់នេះអាអ្វីក្រហមហ្នឹងណាអានឹងហើយបានយើងហៅថាភាពនៃប្រព័ន្ធបាទមាត្រមិនដឹងប្រមាណទេមិនតាន់ជាភាពនៃប្រព័ន្ធទេអញ្ចឹងតលតែមាត្រហ្នឹងមានតម្លៃប្រមាណចំនួនម៉ូលមានតម្លៃប្រមាណសម្ពាធមានតម្លៃប្រមាណសីតុណ្ហភាពមានតម្លៃប្រមាណទើបយើងហៅថាភាពនៃប្រព័ន្ធបាទតទៅទៀតយើងមើលយមន័យភាពនៃប្រព័ន្ធជាអ្វីភាពនៃប្រព័ន្ធជាតម្លៃលេខវាស់ដោយទំហំរូបជាយើងអាចថែមពាក្យថានៅខណៈពេលណាមួយក៏បានដែរអញ្ចឹងណានិយាយអញ្ចឹងបាទអញ្ចឹងយើងមើលភាពនៃប្រព័ន្ធត្រូវបានគេចែកជា2ទៀតបាទគឺថេរប្រព័ន្ធនិងអថេរប្រព័ន្ធតើអ្វីទៅជាថេរប្រព័ន្ធហើយអ្វីទៅជាអថេរប្រព័ន្ធថេរប្រព័ន្ធមានន័យថាអាទំហំលេខរបស់ប្រព័ន្ធហ្នឹងក្រោយពេលដែលវារងបំលែងតេម៉ូឌីណាមិកហើយវាអត់ប្រែប្រួលទេលេខនៅដែរឧទាហរណ៍ឧស្ម័ន G ហ្នឹងខ្ញុំដាក់10ម៉ូលដាក់ 0.2 ម៉ូល
đốt cầm đai về ở khăn chân môn chẳng xôn cho pi mol nó prai pru thì nơi tại xôn cho pi mol đọt đài hay tiết mà không biết nè mà cram nó con nơi ta mà cram để prai pru thì prai pru tên nào thì bà bây giờ đốt cầm đai khăn á với đã prai pru đời thì ní vào đi đốt cầm đai những bật chân trắng miệt ní có prai pru đài cũng bật chân trắng á tôi chỉ đai mấy phía nên đài miệt phía nơi tại đây mày đọt đài sầm piết ọt để prai pru lại prai pru pi tới lại xe nhảyអាចគុំយើងមកឬអាចដូចជាមុនហើយតែតោះប្រភេទយ៉ាងដែរកាលណាយើងដុតដៅវានៅក្នុងធុងនឹងហើយយើងដុតដៅក្រោមទៅធ្វើសន្តិភាព300ហ្នឹងវាអត់នៅដែរទេវាប្រែប្រួលហើយអញ្ចឹងអ្វីដែលលេខប្រែប្រួលយើងហៅថាអថេប្រព័ន្ធអ្វីដែលលេខមិនប្រែប្រួលយើងហៅថាថេប្រព័ន្ធបាទនិយាយថាម៉េចយមន័យថេប្រព័ន្ធគឺជាទំហំលេខដែលមិនប្រែប្រួលក្រោយពេលប្រព័ន្ធរងបំលែងទៀតម៉ូឌីមិករីឯអថេប្រព័ន្ធគឺជាទំហំលេខដែលប្រែប្រួលនៅពេលដែលប្រព័ន្ធក្រោយពេលរងបំលែងទៀតម៉ូឌីមិកបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងបាទបើមានចម្ងល់អីសូមខមមិននៅខាងក្រោមបាទអរគុណជម្រាបលា